ចង់ដឹងថាសារអតីតសិស្សបរទេសនៅក្នុងសាលាខ្ញុំគេនាំគ្នាទៅណាតោះចូលទៅក្នុងវីដេអូខ្ញុំទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយថ្ងៃនេះសាលាជូនទៅដើរលេងនៅកន្លែងសួនមួយយ៉ាងដែលអាចអាំងសាច់បានអញ្ចឹង activity ខាងក្រុមរបស់ខ្ញុំក្រុមទី3ចាំមើលនៅក្នុង vlog ហ្នឹងទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងទាំងអស់គ្នាហ្នឹងហើយបងប្អូនអរគ្នាជាទូទៅពួកខ្ញុំមុននឹងចេញដើរលេងម្ដងពួកខ្ញុំតែងតែ check ចំនួនមនុស្សសិនចង់ដឹងថាចំនួនមនុស្សគ្រប់អត់ព្រោះដោយសារយើងបានចោះឈ្មោះចំនួនម៉ាអ្នកអញ្ចឹងបន្ទាប់ពីពួកខ្ញុំបាន check ចំនួនមនុស្សគ្រប់ហើយអស់ពួកខ្ញុំនាំគ្នាជូនអីវ៉ាន់ជូនអីឡើងឡានដើម្បីចេញដំណើរពីសាលាខ្ញុំទៅដល់កន្លែងសួនប្រហែលជាតាកន្លះម៉ោងអីគឺដល់ហើយជួយគ្នាម្ដាយមួយជើងដើម្បីជូនអីវ៉ាន់ជូនអីឡើងឡានហើយអស់ពួកខ្ញុំនាំគ្នាឡើងឡានយើងចេញដំណើរចេញពីសាលាប្រហែលជាកន្លះម៉ោងអីគឺដល់កន្លែងដែលពួកខ្ញុំត្រូវអាំងសាច់ឬក៏កម្មវិធីថ្ងៃហ្នឹងនិយាយទៅកន្លែងហ្នឹងវារៀង private ដែរព្រោះមានតែគ្នាខ្ញុំអញ្ចឹងវាសួនវារៀងធំប៉ុន្តែកន្លែងអាំងសាច់ហ្នឹងគឺមានតែពួកខ្ញុំឯងអញ្ចឹងយើងអាចចាក់ភ្លេងចាក់អីបានហមលេងអីតាមសប្បាយហ្មងហើយមុននឹងយើងរៀបចំដាក់អាំងសាច់ដាក់អីយើងថតរូបជា photo group មួយសិនជាទូទៅខាងសាលាខ្ញុំឲ្យតែពេលដើរលេងពួកយើងថតរូបជា group photo មួយដើម្បីទុកជាអនុស្សាវរីយ៍អីចឹងទៅហើយបន្ទាប់មកកម្រងអាំងសាច់ហ្នឹងគឺកម្រងរៀងល្ងាចតិចប្រហែលជាម៉ោង 4 ម៉ោង 5 ល្ងាចហើយពួកខ្ញុំនៅដល់ម៉ោង 8 9 យប់បានពួកខ្ញុំត្រឡប់មកសាលាវិញនិយាយទៅកម្រងអាំងសាច់ហ្នឹងគឺកម្រងចាប់ពីម៉ោង 4 ម៉ោង 5 អីល្ងាចអីព្រោះពេលខ្ញុំទៅដល់ហ្នឹងប្រហែលជាម៉ោង 1 យើងទៅដល់ពេលខ្ញុំដល់កន្លែងហ្នឹងគឺប្រហែលជាខ្ទង់តែម៉ោង 1ហើយអត់ដឹងធ្វើអីក៏នាំគ្នាដើរលេងថតរូបថតអីលេងនៅក្នុងសួនហ្នឹងមានអីធំដែរតាប៉ុន្តែបើប្រៀបធៀបនឹងvlog លើកមុនខ្ញុំបើសួនដែលខ្ញុំទៅលើកមុនដែលគេហៅថាសិនលីនហ្នឹងគឺខ្ញុំចូលចិត្តសិនលីនហ្នឹងជាងព្រោះដោយសារខាងសិនលីនហ្នឹងវាមានកន្លែងទេសភាពស្អាតថតរូបច្រើនជាងនៅខាងសួននៅខាងបងប្អូនអរគ្នានៅសៀងហៃគឺសបោអាសួនចឹងណាបងប្អូនគ្រាន់តែចិត្តសាលាខ្ញុំគឺមានសួនចឹងពីរហើយធំហើយទេសភាពស្អាតទៀតយើងរៀបបែបពិកនិកយើងអាចទៅពិកនិកបានហើយគេមានតំបន់កន្លែងគេអាចអាំងសាច់បានខ្ញុំគិតថានៅក្នុងស្រុកចិនប្រហែលជាសួនចឹងទាំងអស់គឺគេបែងចែកកន្លែងណាដែលយើងអាចអាំងសាច់បានកន្លែងណាដែលយើងអត់អាចអាំងសាច់បានយើងមិនមែនចេះមានចក្រានចេះតែយកទៅហើយដើម្បីអាំងសាច់អាំងអីឬក៏យើងធ្វើអីបានតាមអំពើចិត្តយើងព្រោះនៅកន្លែងនេះគេបែងចែកតំបន់កន្លែងអាំងសាច់ទៅកន្លែងអង្គុយលេងពិកនិកបែបជាលក្ខណៈគ្រួសារមិត្តភ័ក្តិបងប្អូនអីចឹងទៅភ្លេចប្រាប់បងប្អូនអរគ្នាថ្ងៃហ្នឹងខាងសាលាខ្ញុំគេដុតពពែឲ្យ2សំខាន់ពពែអាំងគេឆ្ងាញ់ទៀតសំខាន់ឆ្ងាញ់ហើយអត់ក្លិនទៀតតែឥឡូវ voice over តែប៉ុណ្្នឹងបានចូលក្នុងវីដេអូនឹងទាំងអស់គ្នាមានសកម្មភាពអីខ្លះតនឹងឲ្យបងប្អូនអរគ្នាពេលរំលេងហើយដល់ល្ងាចដល់អីធ្លាក់ថ្ងៃគឺមានដុតភ្នក់ភ្លើងភ្នក់អីហើយពួកយើងនាំគ្នារំនៅជុំវិញមានអីសប្បាយម្យ៉ាងដែរតាបងប្អូនបើតាមខ្ញុំចាំបានដូចជាមានច្រើនប្រទេសដែរដូចជា Venezuela Cambodia Myanmar Timor Leste អាហ្វ្រិកអីហ្នឹងអាហ្វ្រិកគឺមកច្រើនមែនតើច្រើនប្រទេសហើយខ្ញុំចាំអត់អស់ហើយបងប្អូនហ្នឹងហើយបងប្អូនអរគ្នាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហើយពួកខ្ញុំរំលេងហើយប្រហែលជាម៉ោង 8:09 អីពួកខ្ញុំរៀបចំទៅវិញហើយរំលេងមកស្ទុះសិនបានពួកខ្ញុំរៀបចំទៅវិញហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូខ្ញុំជាទូទៅចេញតាមអារម្មណ៍តាមពេលទេបងប្អូនអើយកុំប្រកែកនឹកឃើញថតក៏ថតនឹកឃើញអត់ថតខ្ជិលថតបើសិនជាខ្ញុំមានពេលទៅខ្ញុំទៅដើរលេងកន្លែងណាថ្មីស្អាតនៅក្នុងសៀងហៃហ្នឹងចាំខ្ញុំថតឲ្យច្រើនហើយផុសឲ្យបងប្អូនទាំងអស់គ្នាមើលពេញចិត្តវីដេអូហ្នឹងកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំផងអរគុណបាយបាយ